សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់ទាំងអស់គ្នាអំពី circuit តាក់ទងទៅនឹង motor forward and reverse automatic ឬក៏ជាភាសាខ្មែរដែលយើងអាចនិយាយបានថា motor ទៅមុខហើយនឹងថយក្រោយដោយ automatic មែនទេកុំឲ្យខាត់ពេលទាំងអស់គ្នាយូរយើងចូលទៅក្នុងវីដេអូរបស់យើងតែម្ដងទៅបាទនៅក្នុងវីដេអូនេះខ្ញុំអត់ធ្វើការតាក់ទងទៅនឹងការគូស circuit ឬក៏ការយក accessory មកពីណាទៀតទេដោយសារតែខ្ញុំមានវីដេអូ3ទៅ4វីដេអូហើយណានៅក្នុង social media របស់ខ្ញុំណាតាក់ទងទៅនឹង Facebook ឬក៏ YouTube ណាហើយបើសិនជាទាំងអស់គ្នា Facebook បាល់យើងចុចទៅចូល YouTube ទៅណានេះចំណងជើងដែលមានថា channel ណាជាស្អី channel មាន channel ឈ្មោះថា Electrical Design Specialist នៅក្នុង Facebook ក៏អញ្ចឹងដែរហើយបើជាភាសាខ្មែរយើងអាចនិយាយថាជាឯកទេសអគ្គិសនីមែនទេ Yes ឥឡូវនេះយើងកុំឲ្យខាត់ពេលទាំងអស់គ្នាយូរបន្តទៀតខ្ញុំអត់ចង់នេះទេព្រោះដោយសារតែបើយើងគូយើងត្រូវចាយពេលយូរបើសិនជាគូវីដេអូនឹង1ម៉ោងបានចប់ណាអញ្ចឹងជាដំបូងយើងត្រូវការ simulation វាសិនណា simulation ឬក៏ run វាសិនដើម្បីឲ្យមក circuit មួយហ្នឹងគឺដំណើរការបានមែនទេតើតើទៅនឹង circuit នៅពីខាងឆ្វេងដៃឬក៏តើតើទៅនឹងកន្លែង cursor ដែលខ្ញុំបង្ហាញនេះគឺជា circuit អានុភាពបាទហ្នឹងគឺគេហៅថា circuit អានុភាពហើយតើតើទៅនឹងត្រង់កន្លែងនេះគឺនៅខាងស្ដាំដៃនេះគឺវាជា circuit បជាណា circuit បជាអញ្ចឹងយើងដើម្បីប្រើប្រាស់វាបានយើងត្រូវតែបើក MCB សិនឬក៏បើក CB ឬក៏បើកអីចឹងទៅណាអាហ្នឹងតាមរបស់យើងប្រើប្រាស់ជាក់ស្ដែងប្រមកបានយើងធ្វើការចុចទៅលើបេតុង start មួយតោះនេះប្រកាសជាឆ្ងល់ហើយត្រូវតែហេតុអីពីដំបូងក្បាលដំបូងខ្ញុំប្រាប់ថាបិទបើកដោយឬក៏ motor ទៅមុខថយក្រោយដែលអូតូមែនទេហេតុថាអ្វីដល់ពេលមកដល់ចំណុចនេះហេតុអីបានខ្ញុំត្រូវការចុចមែនតើអាហ្នឹងវាអត់ជាបញ្ហាអីទេបងប្អូននៅពេលបងប្អូនយល់ណាបងប្អូនយល់អំពី circuit ហ្នឹងដែលខ្ញុំកំពុងតែគូហ្នឹងគឺបងប្អូនអាចបើកហ្នឹងគឺវាចាប់ផ្ដើមវិលតែម្ដងបើន័យថាចាប់ផ្ដើម motor ហ្នឹងគឺចាប់ផ្ដើមវិលទៅមុខតែម្ដងណាបាទហើយក្នុងនេះខ្ញុំប្រើ timer បាទឥឡូវនេះខ្ញុំសូមចុចតតទៅនឹង start សិនណាវាស្រ័យណាវាមិនដឹងមិនដែរនេះវាពិបាកប្រើហ្នឹងមិនដែរបាទអញ្ចឹងអានេះខ្ញុំសូមធ្វើការបញ្យល់សិននៅក្នុងការដែលយើងចុចណាយើងចុចទៅភ្លើងនឹងវាមកណាវាមកវាភ្ជាប់តាមនឹងមកវាចូលជើងខយរបស់កុងតាក់ទ័របាទហើយវានឹងភ្ជាប់ណានេះភ្ជាប់បាទភ្ជាប់បានន័យថាជើង lock ណាជើង lock របស់វាប្រមកខ្ញុំនឹងធ្វើការផ្ដាច់វាវិញដោយរយៈពេលមួយណាដែលខ្ញុំកំណត់ដោយ timer ណាអញ្ចឹងខ្ញុំប្រើជើង timer មួយណាដើម្បីទៅផ្ដាច់កុំឲ្យវាមានភ្លើងនេះ timer នេះឃើញដាក់ជើងជាប់ទី1ណាខ្ញុំបានថានៅពេលដែលយើងអានេះរ៉ានចប់ទៅជើងជាប់នេះទៅជាជើងចំហវិញណាបាទប៉ុន្តែមិនមែនជើងចំហរហូតទេជើងចំហមួយផ្លែតហើយវាដាច់វិញអញ្ចឹងអានោះហើយដែលជាឲ្យដែលអីគេខនេះវាលែងមានវត្តមានភ្លើងម្ល៉េះហើយអានៅត្រង់កន្លែង K01 នេះវាអត់ត្រូវបាន lock ទៀតទេឃើញទេទាំងអស់គ្នាបាទហើយនេះខ្ញុំចំហរហូតដោយសារអីខ្ញុំខ្លាចមានបញ្ហាអីមួយទៅដោយសារអីនេះខ្ញុំ lock ជើង2ណាជើង2នេះណាអានេះចំហររហូតអញ្ចឹងអានេះខ្ញុំប្រើរយៈពេលមួយដើម្បីឲ្យវា motor នឹងឈប់សិនវិលទៅមុខហើយវាឈប់សិនប្រមកខ្ញុំប្រើ T01 នេះគឺ timer 01នៅពេលដែលអា timer 01ហ្នឹងណានៅពេលដែលដល់មកកំណត់វានឹងអាជើង NC នេះ NO នេះជាស្រ័យវានឹងវាយតែវាវាយតែមួយផ្លែតទេបាទវាយតែមួយផ្លែតវត្តមានភ្លើងវាមិនមកដល់ relay នេះហើយអញ្ចឹងអា relay នេះវាជាប់ lock ដូចអានេះដែរបាទអញ្ចឹងនេះក៏ខ្ញុំឲ្យកំណត់រយៈពេលមួយដែរបាទនៅពេលដែលកំណត់រយៈពេលមួយហើយយើងឲ្យ motor វាដំណើរការទៅជាបវលថយក្រោយវិញឬក៏ reverse វិញណាបាទហើយខ្ញុំប្រើជើង timer ទី2ផ្ដាច់វាដែរអញ្ចឹងអានេះខ្ញុំផ្ដាច់វាគឺចប់ហើយវាអត់មានដំណើរការអីទៀតទេណាអញ្ចឹងអានេះខ្ញុំកំណត់រយៈពេលណាមួយដូចគ្នាដែរណាហើយវិធីសាស្ត្រគឺខ្ញុំយកអានេះដូចគ្នាដែរខ្ញុំយក lock បេតុងជើង timer 02ដើម្បីធ្វើការ lock ជាមួយនឹងអា K02 នេះឬក៏យើងនិយាយថាកុងតាក់ទ័រទី2ណា02ណាអញ្ចឹងអាហ្នឹងក៏ខ្ញុំប្រើរយៈពេលមួយដែរដើម្បីកំណត់ motor ហ្នឹងគឺ run វាបានប៉ុណ្ណាមែនអត់បាទអញ្ចឹងទីទៀតត្រង់នេះនឹងឃើញវាដំណើរការអត់ឈប់ទេណាទៅមុខឈប់ទៅក្រោយឈប់ទៅមុខ
ឈប់ទឹកក្រោយឈប់បានន័យថាវាដំណើរការអញ្ចឹងរហូតអាហ្នឹងគឺវាដំណើរការដោយអូតូអញ្ចឹងណាបាទអញ្ចឹងអានេះពេលដែលវាដល់មកកំណត់ហើយខ្ញុំឲ្យវាទៅនេះសម្រាប់សិនណាឲ្យវាសម្រាប់សិននៅក្នុងនេះខ្ញុំប្រើ timer 2គ្រាប់ហើយនឹងកុំនិយាយស្រាយណា relay 2គ្រាប់ហើយ timer ច្រើនណា4គ្រាប់ព្រោះខ្ញុំចង់កំណត់រយៈពេលណានេះបើសិនជាឲ្យវាជាប់បាទឲ្យវាវិលរហូតណាអញ្ចឹងទៅយើងដោះ timer ចេញណា timer ចេញហើយយើងបាទតដូចខ្ញុំដែរហ្នឹងគាត់យើងដោះ timer ចេញទេណាអញ្ចឹងអានេះយើងសម្រាប់សិនណាឃើញនេះអញ្ចឹងយើងបញ្យល់នេះដូចបញ្យល់តែពីរនេះគឺដូចតែពីរនេះដូចគ្នាទេណាដំណើរការដូចគ្នាទេវាតដូចគ្នាគ្រាន់តែខុសជើង T01 02អញ្ចឹងណាបងប្អូននេះឃើញអីនេះនៅពេលដែលវាសម្រាប់ប្រហែលជា3វិនាទីវានឹងមកអូតូណាឃើញទេបើន័យថាខ្ញុំអត់ចុចអីទេឃើញបងប្អូននេះបាទអញ្ចឹងវានឹងវិលអូតូហើយបាទខ្ញុំគិតថាវីដេអូនេះសំខាន់ណាស់សម្រាប់បងប្អូនរឿងអគ្គិសនីហើយកុំភ្លេចជួយ share ដល់អ្នកផងណាហើយ yes បើឃើញនៅក្នុង Facebook ជួយ follow ផងណាខ្ញុំចង់ឲ្យយើង share ច្រើនណាចែកម្លែកចំណេះដឹងឲ្យបានកាន់តែច្រើនបាទព្រោះខ្ញុំចែកនេះគឺចែកចំណេះដឹង free ទេណាខ្ញុំអត់មានបានកម្រៃអីពី YouTube ពី Facebook ទេអត់មានបានអីទេអញ្ចឹងគ្រាន់តែអ្នកគ្នាចុច share ទៅវាអត់មានអីទៅពិបាកឬក៏ត្រូវការចាយលុយអីទេអរគុណច្រើនដល់អ្នកនេះណាសម្រាប់វីដេអូនេះហើយកុំភ្លេចតាមដានវីដេអូខ្ញុំក្រោយខ្ញុំមាន series ពិសេសគឺវីដេអូ series ATS ណាតោះអរគុណច្រើនសូមប៉ុណ្្នឹងទៅ